thế là bọn mình đi cứ viên tay ca đôi là ngày cái cứ viên đi chia thì mỗi cái đây đó thì cái tụi nát ca bỏ SDLC đó hai thì mà tôi tiếp được trong này tụi mình thì đi mình chia anh ấy cứ đưa ba đi tụi nát cao về các việc planning analysis design development testing and đang là deployment này này mình thành trong này bấy như DMP thì sang này SDLC framework là cái phần dùng tụi mình trong đóคือสิ่งต่างๆnhưng tụi mình tìm mũi dương DMPสิ่งใดlà chẳngสิ่งใดvề việc trời đắng thứ hai tàu ấy tới cứ chia SDLC chẳng SDLC vì mong việc quanh thà sau khi đi làm năng lại sai khỏi chẳng vì chia ra cho năng support và phải cầm quan đấy cầm thì rồi thôi thà quan nó sau vềហើយវាផ្ដល់នៅប្រព័ន្ធដែលបង្កប់ថាការអភិវឌ្ឍដំណើរការមានប្រសិទ្ធភាពហើយនឹងផលិតនៅ software ដែលមានប្រសិទ្ធភាពខ្ពស់អញ្ចឹងបើសិនជាដើម្បីឲ្យ software មួយគឺមានប្រសិទ្ធភាពខ្ពស់ត្រូវអនុវត្តទៅតាមដំណើរការនីតិវិធីរបស់ SDLC ហ្នឹងបើសិនជាមិនធ្វើតាមហ្នឹងទេ software របស់យើងក៏បង្កើតបានដូចគ្នាដែរគាត់ថាមិនមានថាប្រសិទ្ធភាពខ្ពស់ហើយវាអត់សូវល្អអញ្ចឹងទៅចំណុចទី2គឺយើងមានដំណាក់កាលអញ្ចឹងដំណាក់កាលឬក៏ជំហាននៃការធ្វើ software គឺវាមានចំនួន7ជំហានអ្នកខ្លះអាចថាមានតែ6ទេទៅហើយរូបនេះដាក់មកមានតែ6ទេតែនៅក្នុងនេះយើងអាចនិយាយបានថាមាន7ទី1គឺ planning ត្រូវមានគម្រោងទី2 analysis ត្រូវវិភាគទី3គឺ design ទី4គឺ development ឬក៏ implement គឺការបង្កើតវាហើយទី5ធ្វើការសាកបងតែវាទី6គឺ deployment ចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ហើយទី7គឺ maintenance ធ្វើការរៀបចំថែទាំវាបើសិនមានដំណើរការមិនល្អអីទៅហើយចំណុចចំគឺធ្វើការនិយាយលម្អិតនៅក្នុងផ្នែកនេះយើងចំណុចទី1ពីទី1គឺ DMP planning ដែលជាដំណាក់កាលមួយរបស់SDLC ហ្នឹងអញ្ចឹងវាមានគោលបំណងអីប្រព័ន្ធ planning នេះគឺមានគោលបំណងដើម្បីធ្វើការកំណត់នៅទំហំហើយទំហំនោះគឺទំហំរបស់ project ហើយគោលបំណងរបស់ project ហ្នឹងតម្រូវការអញ្ចឹងត្រូវតែមានកំណត់ទំហំបើសិនជាអត់មានកំណត់ទំហំអត់មានកំណត់គោលបំណងអីទេអញ្ចឹង project របស់យើងគឺថាធ្វើរកថ្ងៃចាប់អត់ឃើញទៅរហូតហ្នឹងទៅហើយមួយទៀតតើតើនឹងសកម្មភាពតើតើនឹងសកម្មភាពនៃការធ្វើ planning នេះគឺមានវិជាទី1គឺការកំណត់គោលដៅទៅតាមអាជីវកម្មដែលត្រូវការអញ្ចឹងគឺត្រូវតែមានគោលដៅទៅតាមអាជីវកម្មមានន័យថាត្រូវធ្វើគម្រោងរបស់យើងត្រូវធ្វើឲ្យទៅតាមអាជីវកម្មរបស់គេមួយទៀតគឺការកំណត់អំពីចំនួនថវិកាការចំណាយពេលវេលាដើម្បីអនុវត្តត្រូវតែមានការកំណត់អំពីថវិកាផងដែរហើយនឹងពេលវេលាក៏យើងត្រូវតែកំណត់ដែរបើមិនចឹងទេវាអាចថាធ្វើប្រើរយៈពេលយូរឬក៏ការចំណាយគឺច្រើនពុះខ្ទង់ដែលថាអាចជំនួសវិញបានទៅមួយទៀតគឺការវិរំលែកពីលទ្ធភាពនៃការវិភាគដែលកើតមានត្រូវគិតទុកជាមុននៅក្នុងគម្រោងនេះបើសិនជាគិតទេបើសិនជាមានបញ្ហាកើតឡើងគឺយើងពិបាកគឺបន្តមកទៀតគឺការបង្កើតនៅគម្រោងវិចិត្រដោយមានការបញ្ចូលនៅពេលវេលានិងធនធានអញ្ចឹងទៅបន្តពីយើងមានគម្រោងហើយយើងចាប់ផ្ដើមបង្កើតគម្រោងហ្នឹងតទៅគិតពីចំណុចខាងលើរួចហើយពីយើងបង្កើតគម្រោងហើយលទ្ធផលគឺទទួលបាននូវសំណើមួយវាគេថាជាសំណើមួយយកឲ្យថ្នាក់លើគាត់ទៅការអនុម័តចេញគាត់ទៅការអនុម័តចេញថាគម្រោងរបស់យើងវាអាចទៅមុខកើតដល់បើសិនជាមុខកើតគាត់អនុម័តមកយើងត្រូវធ្វើគម្រោងនេះមួយទៀតគឺចាប់ផ្ដើមធ្វើ roadmap របស់ប្រទេសអញ្ចឹង roadmap ហ្នឹងគឺផ្លូវយើងត្រូវដើរគឺនៅក្នុងគម្រោងគឺយើងត្រូវមាន roadmap មួយទៀតគឺទៅការបែងចែកនៃធនធានគម្រោងចំណុចមួយទី2តើតើទៅនឹង analysis តើតើកម្មវិធី
chẳng miền côn nó cứ thà xoay vô là đi gồm nó còn nhà pra này còn mình ăn được phim bằng nhà làm muối là bây giờ nó xài chẳng tới tay miền tới tay thôi từ tam cô nó còn nhà pra người ta dạo từ tam cô ra pra là từ học bài đấy vì học miền kề mà nói rồi đấy buổi tiết cứ ca thưa ca xã sủ mùi mình hẹn vẹn quạt cái gì sẽ cao một tiếp cái là thưa ca xã sủ mình hẹn vẹn quạt mình này là na cái đó để trâu luôn được trong ca thưa của chị này rồi co có thể chôn vào giường chẳng tới buổi tiết thưa cao thì của quạt là miền xa và xong chỉ kêu miền quạt sát nhưng thưa cao với quạt kêu miền xa cũng bị giảm mạnh rồi bây giờ cho là quạt khác bên mặt thải hay buổi tiết khi thưa ai cả xa khi kia là trái cá kia đá nó là nhàហើយវិធីគឺលទ្ធផលដែលទទួលបានគឺឯកសារ Software Requirement Specification ហៅកាត់ថា SOS ហើយឯកសារ SOS ហ្នឹងមានន័យថាឯកសារគឺគេនិយាយពីចំណុចដែលចាំបាច់ឬក៏មិនចាំបាច់ដែលមានអញ្ចឹងគឺអតិថិជនគឺគាត់ជាអ្នកដាក់មកឲ្យគាត់ជាអ្នកដាក់ឲ្យអ្នកអនុវត្តកម្មវិធីមួយទៀតគឺ Requirement Traceability Matrix ហើយនេះគឺជារូបនៃ OTM ហ្នឹងហើយគឺមានការសរសេរបែបប្រវត្តិហ្នឹងទៅហើយអ្វីដែលត្រូវគ្រីឬមិនគ្រីហ្នឹងទៅមានការសរសេរបែបហ្នឹងហ្នឹងគេហៅថា OTM ចំណុចទៀតតើតើនឹង design តែជាដំណើរការទី3យើងត្រូវមានគម្រោង architecture មាននឹង design នៃប្រព័ន្ធ software ត្រូវមានគម្រោងរៀបចំនៅស្ថាបត្យកម្មនៃហើយនឹង design នៃ software ហ្នឹងទៅមួយទៀតគឺអភិវឌ្ឍ high level design ដែលជាផ្នែកក្រៅនៃរចនាសម្ព័ន្ធបង្កើត low level design ដែលលំដាប់ទៅលើសមាសភាព module និង interface មានន័យថាhigh level design ហៅថា HLD នេះមានន័យថាវាគាត់យើងគាត់មើលពីក្រៅមកទេអញ្ចឹងបើថាយើងគិតទៅលើតើតើគេតើតើ delivery app វាទៅថាពេលដែល user គាត់អតិថិជនគាត់តើតើកំងឲ្យបានណាចឹងទៅតើវាមានទំនាក់ទំនងជាមួយនឹង cable ណាខ្លះទៅគាត់ cable តើតើអ្នកដឹកជញ្ជូននេះចឹងទៅក៏មានទំនាក់ទំនងដែរពេលដែលគេកំងឲ្យបានទៅអានេះគាត់និយាយរឿងពីក្រៅទេគាត់និយាយការទៅពីក្រៅទេចំណែកឯមួយទៀតគឺ low level design នេះគឺដំណាក់កាលវាជ្រៅទៅតែគឺតើតើការសរសេរ schema ការសរសេរកូដដើម្បីវាអាចសរសេរ SQL ឬក៏សរសេរ function របស់ technology មួយចំនួនដើម្បីឲ្យ migration ទៅកាន់database បង្កើតបានជា table ហ្នឹងទៅមួយទៀតគឺការជ្រើសរើស technology framework និង tool អញ្ចឹងការជ្រើសរើស technology ដូចជាធ្វើ web ហ្នឹងទៅweb អាចថាប្រើ API ឬក៏ Vue.js ហ្នឹងទៅឬក៏បើសិនជាធ្វើ API អាចថាត្រូវប្រើ Laravel, Spring Boot ឬក៏ ASP.NET អញ្ចឹងទៅហើយបើថាធ្វើ mobile ឬក៏ប្រើដូចជា React Native ឬក៏ Flutter អញ្ចឹងទៅឬក៏ Xamarin អញ្ចឹងទៅអានោះគឺ technology និង framework មួយទៀតគឺ design database API និង UI ហ្នឹងត្រូវធ្វើការរៀបចំ design ធ្វើការគិតដើម្បីទៅ សេកូដើម្បីឲ្យគេទៅជំនាញក្នុងទីគឺ សេកូ design ហើយមួយទៀតគឺលទ្ធផលដែលទទួលបានគឺអាចគូសជារយៈក្រម system architecture ក្នុងមានការគូសជារយៈក្រមប្រព័ន្ធគ្រប់គ្រងរបស់យើងមួយទៀតគឺរចនាមានថា design database schema អញ្ចឹងធ្វើការ design នៅ schema គាត់ថាហ្នឹងតទៅទៀតUX UI wireframe អានោះតើតើយើងគេគូ UX UI តើតើមានការគូសុំគូអីហ្នឹងទៅហើយបន្តមកទៀតគឺឯកសារ technical នៅក្នុងការ design អញ្ចឹងធ្វើជាឯកសារមួយដើម្បីធ្វើការដើម្បីមានការដើម្បីធ្វើការ design ចំណុចមួយទៀតគឺចំណុចទី4គឺ development ឬ implement ចំណុចនេះគឺមានន័យថាគឺកន្លែងដល់ពេលយើងត្រូវសេកូដហើយចូលដល់ developer គឺគាត់ទៅសេកូដហើយទៅមានការ software អញ្ចឹងdeveloper គឺគាត់ទៅសេកូដដោយប្រើភាសាណាមួយគឺតែយើងបាននិយាយពីខាងដើមចា៎ដោយប្រើ technology ណាមួយទៀតគឺកូដរបស់គាត់ត្រូវតែសរសេរបែបតែស្តង់ដារហើយយើងមិន practice មានន័យថាត្រូវសរសេរមែននឹកឃើញចេះសរសេរទេគេថាសរសេរទៅតាមក្បួនខ្នាតត្រឹមត្រូវហ
ហើយមួយទៀតគឺត្រូវប្រើប្រព័ន្ធ version control ដូចជា Git hack ឬចឹងជាដើមដើម្បីធ្វើការផ្លាស់ប្ដូរកូដហើយជាដើមមានន័យថាកូដយើងចាក់ទៅវិញយើងបន្តនៅលើ Git hack ហ្នឹងយើងធ្វើការកូដថ្មីទៅយើងចាំកែប្រែកូដចាស់ហ្នឹងយើងគូពីថា IDE យើងហ្នឹងទៅកាន់Git hack ហ្នឹងហើយវាកែប្រែមួយទៀតគឺ implement testing ដើម្បីធានាថា component មួយៗនឹងដំណើរការតាមការបន្ទប់អញ្ចឹងអានេះ developer គាត់ទៅការ testing ហើយបន្តទៀតក្រោយពីការ implement លទ្ធផលដែលទទួលបានគឺ support អញ្ចឹងគាត់សរសេរកូដហើយគឺត្រូវតែមាន support ហើយមួយទៀតគឺ unit test research អញ្ចឹងទៅការ test ការ test research unit test នេះវាតែជាការ test មួយថាដាច់ពីគេអាចតែជា test component test module ឬក៏ test software ដាច់ពីគេទៅដល់ចំណុចទី5ទៅដល់ testing និង deployment ដល់យើងធ្វើ testing នេះការ deploy គឺថាត្រូវធានាថា software របស់អ្នកនេះគឺវាត្រូវទៅនឹងតម្រូវការរបស់អតិថិជនរបស់អ្នកនេះហើយមួយទៀតគឺថាធ្វើការធ្វើសកម្មភាព test សកម្មភាព test មានច្រើនដូចកន្លងថ្ងៃគឺមានច្រើនតែហើយចំណុចដែលលើកឡើងគឺមានតែមួយផ្នែកតូចដែរទេដូចជា unit test វាធ្វើការប្រតិបត្តិបន្តនៅក្នុង component និង module ដាច់ដោយឡែកទាក់ទង integration test testing មានន័យថាជាការ test ដើម្បីធានាថា system នោះគឺដំណើរការបានល្អជាមួយគ្នាហើយមួយទៀតគឺ system test មានន័យថា system rule នោះគឺវាមិនខុសពីតម្រូវការរបស់អ្នកប្រើប្រាស់ទេវាគឺដូចនឹងតម្រូវការមួយទៀតគឺ user acceptance test testing មានន័យថាប្រកេតថា software នោះគឺត្រូវមានន័យថាត្រូវឲ្យអ្នកប្រើប្រាស់រំពឹងទុកមួយទៀត bug fixing គឺមានន័យថាធ្វើការជួសជុលនៅកំហុសមានន័យថាតែជួសជុលកំហុសបើសិនជាតែទៅមានការ error កើតឡើងគឺ developer គាត់អាចធ្វើការកែប្រែកូដដែល error ទៅមួយទៀតតាមការធ្វើបាយការអំពីបាក់ហ្នឹងហើយមួយទៀតក្រោយពីបាន test software រួចរាល់ហើយត្រូវធ្វើការ deployment អញ្ចឹងចំណុច deployment and testing នោះវាអាចថានៅជាមួយគ្នាអញ្ចឹងហើយចំណុចទី1តើទៅនឹង maintenance នោះគឺថាត្រូវធានាថា software របស់អ្នកគឺថាមានដំណើរការfunction បានមានប្រសិទ្ធភាពមានន័យថាគ្រប់មុខងារចុចទាំងអស់អីចឹងទៅគឺវាមានដំណើរការអស់ចឹងទៅវាធ្វើការអីគឺដំណើរការអស់ហើយមួយទៀតធ្វើការជួសជុលកំហុសនិងធ្វើការថែទាំបន្ថែមតាមមតិរបស់អ្នកប្រើប្រាស់មានន័យថាបើសិនជាមាន error កើតឡើងគឺធ្វើការជួសជុល error បើសិនជាអ្នកប្រើប្រាស់គាត់ថាធ្វើចឹងវាពិបាកតែទៅ developer គាត់ទៅការកែប្រែឲ្យមានពីភាសាហើយមួយទៀតតើតើការដាក់ឲ្យប្រើប្រាស់ការធ្វើបច្ចុប្បន្នភាពនិងជួសជុលបញ្ហាផ្សេងៗដើម្បីឲ្យមានភាពភាសាហើយអញ្ចឹងក៏ត្រូវការអាប់ដេតដែរប្រព័ន្ធនេះតើមកទៀតពង្រីកប្រព័ន្ធដើម្បីដោះស្រាយបញ្ហាទំនើបៗមានការកើនឡើងហើយចំណុចមួយទៀតតើតើនឹងការផ្ដល់នៅការ support និងការបណ្ដុះបណ្ដាលដល់អ្នកប្រើប្រាស់អញ្ចឹងគឺត្រូវតែមានការជួយដល់អ្នកប្រើប្រាស់ហើយធ្វើការបរិញ្ញាបត្រឲ្យធ្វើការចេញមកទៅគឺត្រូវតែបរិញ្ញាដែរហើយចំណុចមួយទៀតគឺតើតើនឹងការធ្វើការ update បច្ចុប្បន្ននេះការ update software version ទៅការ update version របស់វាមួយទៀតធ្វើការធ្វើជា document សម្រាប់ user និង developer អញ្ចឹងមានន័យថាពេលយើងបង្កើត software មួយបានយើងត្រូវមាន document ដើម្បីធ្វើការសិក្សាមិនថាទាំង user មិនថា developer ទេអញ្ចឹងគាត់ត្រូវការធ្វើការសិក្សាដើម្បីកែប្រែឯណាមួយទៅ developer គាត់ត្រូវការបន្តមកទៀតគឺការងារផ្សេងៗទៀតហ្នឹងមានបន្ថែមហើយចូលមកដល់ចំណុចទី3គឺទាក់ទងទៅនឹងវិធីសាស្ត្រនិងមានន័យថាវិធីសាស្ត្រដែលគេពេញនិយមហើយនឹង SDLC framework ដែលគេពេញនិយមអញ្ចឹងវិធីសាស្ត្រហ្នឹងមានដូចជាទាក់ទងទៅនឹងទី1គឺ waterfall framework ក៏ប៉ុន្តែវិធីសាស្ត្ររបស់វាមានច្រើនដែរមានច្រើនក៏ប៉ុន្តែខ្ញុំបានលើកឡើងមកតែពីចំណុចទេទី1គឺ waterfall framework ហ្នឹងគឺវាដំណើរការជាបន្តបន្ទាប់ដល់ចំណុចណាមួយរួចរាល់បានដំណើរការរហូតដល់ទឹកធ្លាក់ទៅ
vì vợ chung trong ai trong ai nữa hay việc bên sầm ram mình đây theo việc ó sầm ram cái chết tại viên một đại ca nâng trong ca tạo đấu để tôm nâng non long bên nam bị quạt cầm thì chẳng việc ó hàng này nhá thôi chúng tôi qua thao phè bó đấy tôi việc hy sinh là không cài nữa thôi clear milestone mình đây thằng hai chạy đá đi vừa bó đấy thôi người Nga còn mắt mình đây tham viên nghiên cứu quan máy làm cho cả đôi nó chặt đá nơi cái tâm ca nơi tâm ca chặt đá như vậy có cái tâm ca chặt đá thôi vui tiết mình đi quay để tôm anh đi gặp cái tới trên tay gặp cái tới cứ anh sang ra bờ này mình waterfall này chứ anh sang ra bờ cứ biết làm nào cá chặt đá nó đi quay mình đi sang tới đâu đi tới bờ quay nó đi quay mình bây giờ cứ trong kia bên họ sắm ra thường bị chết tại đây này mình em bị chết tại tại trong miền ở bên em mình trao như đấy vì miền bị quan bài là đó nói biết trai cá bị quan cứ về liền ở đây tôi các bạn cái mà ca chia để nhận về phải trong nam phí tới thu sắm này hỏi nguyên tiết thì tôi tới framework nó cứ virus bị trâu nơi framework đi ảnh hài đi virus bị trâu nơi strand càng bé nên extreme programming hay chẳng hạn XPទី3គឺតេតទៅទៅនឹងដេអអញ្ចឹងដេអនោះវាមានពីរចូលនឹង development ជាមួយនឹង operation អញ្ចឹងដេអនេះមានទាំងការរួមចូលគ្នាមួយក្រុម development មួយក្រុម operation ដើម្បីបើមាន continuous integration និង continuous delivery អានេះគេហៅថា CI/CD ហើយមួយទៀតចំពោះដេអនោះគឺវាល្អសម្រាប់វិចិត្រដែលមានតម្រូវការ deployment ហើយមានការទូបច្ចុប្បន្នជារឿយៗហើយបន្តមកទៀតតើតើទៅនឹងtechnology ដែលគេ tool ដែលគេdùngប្រើមានជា Chicken Docker Kubernetes ហើយនឹង GitLab AI ដែរហើយនេះគឺជា V-model framework អញ្ចឹងវាប្រើសូវីហ្នឹងវាដំណើរការនេះមកអត់រកដល់នេះវាដំណើរការចលាទៅហើយចំណុចសេចក្តីសន្និដ្ឋាន SDLC គឺវាដំណើរការសម្រាប់វាជាដំណើរការស្រាប់តាមកម្មវិធីសាវែនឹងទៅជួយក្រុមអ្នកអភិវឌ្ឍន៍អាចធ្វើការនៅក្នុងខាងមានសិទ្ធិភាពនិងមានគុណភាពអញ្ចឹងវារួមបញ្ចូលនៅពីចំនួនដូចជាលើកឡើងឡើងវិញចឹងមានចំនួន7ចំណុចហ្នឹងហើយដោយវាធ្វើទៅតាមវាធ្វើមានការកាត់បន្ថយនៅកំហុសកាត់បន្ថយចំណាយទៅតាមជំនាញជាក់និងធានាថាកម្មវិធីនោះវាឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជននិងអង្គភាពរបស់យើងអញ្ចឹងជាសរុបទៅ SDLC នឹងជួយគម្រោងរបស់យើងគម្រោងអភិវឌ្ឍ software របស់យើងទទួលបានលទ្ធផលជោគជ័យហើយប្រត្រឹមត្រូវក៏អាចប្រើប្រាស់បានយូរដែរអញ្ចឹងដល់ថ្ងៃនេះមានតែប៉ុណ្ណឹងសូមអរគុណជំនួស